មិញអ្នកនរគ្នាវីដេអូនេះគឺខ្ញុំលើកយកលំហាត់រូបណាពាក់ព័ន្ធជាមួយនឹងថ្នាក់ទី8ជំពូកទី1មេរៀនទី1ណាខ្ញុំថតជាវីដេអូដើម្បីទុកឲ្យលំហាត់ជាគំរូដល់បងប្អូនដែលគាត់ធ្វើលំហាត់គាត់ស្វែងសិក្សាខ្លួនឯងណាដើម្បីឲ្យមូលដ្ឋានគ្រឹះណាយើងនឹងកាន់តែរឹងមាំសម្រាប់យើងទៅថ្នាក់ណាប្រឡងដូចជាថ្នាក់ទី9ដែលយើងត្រៀមខ្លួនប្រឡងហ្នឹងហើយដើម្បីយើងច្បាស់ថ្នាក់ទី9អ្នកនរនេះត្រូវមានមូលដ្ឋានគ្រឹះថ្នាក់ទី8ហ្នឹងឲ្យរឹងមាំសិនកន្លែងហ្នឹងណាទៅវាច្បាស់តោះលំហាត់ទី1របស់យើងនេះគឺខ្ញុំលើកយករបៀបបំបែកខ្នាតទេណារបៀបបំបែកខ្នាតតោះអញ្ចឹងបំបែកខ្នាតហ្នឹងយើងធ្វើយ៉ាងម៉េចទៅអានេះគេចង់ឲ្យយើងបំបែកពីណាទៅណាទៅយើងមើលចង់បំបែកពីណាទៅណាយើងមានគីឡូម៉ែត្រណាអូខេគីឡូម៉ែត្រដែលខ្ញុំទៅសេហ្នឹងមានអថែមមកដែរណាអូខេណាពេលខ្លះយើងទៅសេមានតែ a ទេណាហ្នឹងមានតែ a គីឡូម៉ែត្រក្នុងម៉ោងឥឡូវខ្ញុំលុបអានោះចេញវិញណាលុបចេញវិញខ្ញុំយកពីឯកសារណាអញ្ចឹងគេទៅសេមានអអញ្ចឹងខ្ញុំលុបអានេះចេញចុះណាគឺលុបអនឹងចេញដាក់តែ a ទៅទៀតហើយកុំឲ្យអ្នកនរនេះប្លែកណាគេទៅសេកាត់មានអដែរតែយើងច្រើនទៅសេរាល់ដងយើងសេមានអីទេតោះឥឡូវខ្ញុំបានលុបអចេញហើយកន្លែងហ្នឹងវិធីដែលយើងបំបែកគីឡូម៉ែត្រណាទៅម៉ោងអ្នកទាំងអស់គ្នាត្រូវចាំទៅនេះណាខ្ញុំរំលឹកសិនយើងរំលឹកនៅទៅនេះចុះគឺចាំមកផ្លែតរំលឹកណាខ្ញុំចង់បានគីឡូម៉ែត្រក្នុង1ម៉ោងគឺក្នុង1ម៉ោងទៅម៉ែត្រក្នុង1វិនាទីណាអញ្ចឹងខ្ញុំត្រូវយកចំនួនហ្នឹងឧបមាថាពី1ខ្ញុំយក1គីឡូម៉ែត្រទៅម៉ែត្រវាខុសគ្នា1000ដងណាគុណនឹង1000ហ្នឹងយើងបបែកឲ្យទៅម៉ែត្រណាខាងលើចុះខាងក្រោមណាវាម៉ោងឲ្យទៅជាអីឲ្យទៅវិនាទីអញ្ចឹងមានន័យថា1ម៉ោងមានប្រមាណមាន3600វិនាទីណាអញ្ចឹងឥឡូវបំបែកទៅឥឡូវអាក្រោមបំបែកទៅអាក្រោមដែលនៅចំណាំកន្លែងហ្នឹងណាឬអ្នកនរគ្នាគុណតែប៉ុណ្ណេះក៏បានដែរដោយសារ02នេះយើងកាត់វាចោលហើយណា02យើងកាត់វាចោលអញ្ចឹងអ្នកនរគាត់ទៅយកមួយចំនួនដែលយើងចង់បានហ្នឹងទៅគុណនឹងប៉ុន្មានគុណនឹង10ហើយចែកនឹងប៉ុន្មានចែកជាមួយនឹង36ណាគឺបានអូខេយើងទៅគុណតែប៉ុណ្្នឹងទៅក៏បានដែរកន្លែងហ្នឹងចោះចុះបើយើងចង់បានណាអូខេអានេះសម្រាប់1គីឡូម៉ែត្រក្នុង1ម៉ោងណាសម្រាប់គេឲ្យខ្ញុំគូនេះសិនទុកឲ្យអ្នកនរមើលបើសិនជាយើងចង់បំបែក1ម៉ែត្រក្នុង1វិនាទីណាទៅគីឡូម៉ែត្រក្នុង1ម៉ោងវិញណាបើច្រាស់ពីហ្នឹងទៅបានហើយមានន័យថាយើងរុញ36ចេញរុញ10ចេញណាអញ្ចឹងវាទៅបច្រាស់មុនបងប្អូនចាំថាវាបច្រាស់ជាមួយនឹងយើងចាំគីឡូម៉ែត្រក្នុង1ម៉ោង
ក្នុងម៉ោងទាំងមួយវិនាទីហ្នឹងពិចារណានឹងទៅក៏បានអញ្ចឹងយកមួយចំនួនគុណនឹង36ហើយចែកនឹង10វិញក៏បានដែរចូលសារថ្មីយ៉ាអត់ត្រង់ដាក់នេះវិញអូខេណាចែកជាមួយនឹង10វិញក៏បានអាហ្នឹងយើងចង់បានទៅជាគីឡូម៉ែត្រក្នុងម៉ោងវិញហ្នឹងណាសម្រាប់ណារូបមន្តរបស់យើងអញ្ចឹងគូទុកឲ្យបងប្អូនមើលនេះអូខេកន្លែងនេះយើងត្រូវចាំអូខេអញ្ចឹងយើងដឹងហើយណាតើបំបែកពីគីឡូម៉ែត្រទៅម៉ែត្រក្នុងវិនាទីគឺធ្វើម៉េចបំបែកពីម៉ែត្រក្នុង1វិនាទីទៅគីឡូម៉ែត្រក្នុង1ម៉ោងគឺធ្វើម៉េចវិញកន្លែងហ្នឹងណាតោះអញ្ចឹងកន្លែងនេះយើងគ្រាន់តែយកអីគេលេខដែលគេឲ្យហ្នឹងគឺម៉ានអូខេគួរនេះហើយសិនយក60យ៉ា60គុណនឹងម៉ានគុណជាមួយនឹង10ត្រូវទេណាយើងគុណនឹង10យើងមិនចាំបាច់ទៅគុណ1000ចែកនឹង3600ទេព្រោះ00យើងកាត់វាចោលទៅយើងចែកនឹង36ទៅបានណាតោះខ្ញុំនិយាយកន្លែងហ្នឹងណាអាហ្នឹងមានន័យថាចេញជាម៉ែត្រក្នុង1វិនាទីឯណាហ្នឹងសម្រាប់ណាយើងគុណចែកតោះអានេះវាបាន600ណាអញ្ចឹង600យើងចែកនឹង36អូខេខ្ញុំប្រើកាសៀបន្តិចសិន600ចែកនឹង36ណាតោះអញ្ចឹងលទ្ធផលរបស់យើងហ្នឹងវាឃើញ16.67ណាខ្ញុំប្រកួតណាវា6រហូតអញ្ចឹងចេញជាម៉ែត្រក្នុង1វិនាទីណាអូខេអញ្ចឹងនៅសល់បន្តទៀតអញ្ចឹងគឺធ្វើគំរូគ្នាទេណាគ្រូមិនបាច់ធ្វើឲ្យបងប្អូនទេទុកឲ្យបងប្អូនធ្វើចោះកន្លែងហ្នឹងណាអញ្ចឹងអត់អីទេណាគឺគំរូគ្នាទេយកទៅដោយសាររបស់យើងហ្នឹងគឺសិតតែគីឡូម៉ែត្រក្នុង1ម៉ោងហើយដូរទៅម៉ែត្រក្នុង1វិនាទីទាំងអស់អញ្ចឹងគ្រូទុកកិច្ចការឲ្យបងប្អូនណាហើយបងប្អូនបានធ្វើហើយបងប្អូនណាចង់ដឹងចម្លើយអីបងអាច comment សួរក៏បានដែរអត់អីទេកន្លែងហ្នឹងណាអញ្ចឹងគឺវីដេអូរបស់យើងគឺមានតែប៉ុណ្្នឹងឯងគាត់តែកែមួយជាគំរូឲ្យបងប្អូនណាអរគុណច្រើនណា